សត្វឈ្មោះ3ប្រភេទដែលធម្មជាតិផ្ដល់តួនាទីឲ្យពពោះចំនួនសត្វញីសេះសមុទ្រដែលប្រិយមិត្តជាទូទៅដឹងថាជាអំបូរមួយគត់ដែលជាសត្វដែលសត្វឈ្មោលនិងពពោះជំនួសឲ្យសត្វញីប៉ុន្តែតើអ្នកដឹងទេនៅលើโลกយើងនេះមានសត្វពីរប្រភេទទៀតដែលធម្មជាតិអនុញ្ញាតឲ្យសត្វឈ្មោលស្គាល់រសជាតិលំបាកទ្រាំឈឺចាប់និងមានមោទកភាពទៅលើការរក្សាកូននិងបង្កើតកូនរបស់ខ្លួនប្រឆាំងនឹងធម្មជាតិមនុស្សសត្វនានាជំរាបសួរនិងសួស្តីដល់ប្រិយមិត្តជាទីគោរពស្រឡាញ់កុំឲ្យខាត់ពេលវេលាយូរនាងខ្ញុំនឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់ឲ្យស្គាល់ពីអត្តសញ្ញាណនិងរបៀបរបបនៃការពពោះនិងបង្កើតកូនរបស់ត្រកូលសត្វស៊ីនយ៉ាជីឌីទាំង3ប្រភេទនោះតែម្ដងតើពួកគេមានសារអ្វីខ្លះហើយដំណើរការផ្ទុយពីធម្មជាតិដ៏កម្របំផុតទាំងអស់នោះនឹងអស្ចារ្យបែបណាខ្លះទៅ1តើនៅលើโลกនេះពិតទេដែលថាមានសត្វឈ្មោលបង្កើតកូនពុកម៉ែបងប្អូនប្រិយមិត្តដើម្បីអាចយល់ពីចំណុចពិសេសអស្ចារ្យមួយនេះជាដំបូងយើងត្រូវដឹងពីហេតុផលវិទ្យាសាស្ត្រពីពួកវាសិនគឺចំណុចមួយដែលត្រង់ថាឈ្មោលដែលសម្រាលកូនមិនមែនមានន័យថាវាបង្កើតពងឬសុទ្ធដោយខ្លួនឯងនោះទេគឺវានៅតែត្រូវការការផលិតដោយសត្វញីប៉ុន្តែបន្ទាប់ពីពងត្រូវបានបង្កកំណើតសត្វឈ្មោលក៏ទទួលតួនាទីជាអ្នកយកទៅរក្សាទុកនៅក្នុងខ្លួនរបស់វារហូតដល់កូននោះលូតលាស់ពេញលេញហើយបង្កើតចេញមកក្រៅបាតុភូតនេះត្រូវបានគេហៅថា male pregnancy ឬ transgender pregnancy ដែលមានផ្ទៃពោះរបស់សត្វឈ្មោលដែលនៅក្នុងពិភពសត្វរឿងទាំងអស់នេះគឺកម្របំផុតប៉ុន្តែវាបានកើតឡើងទៅហើយ2សេះសមុទ្រសត្វដែលល្បីជាងគេនឹងត្រូវបានមនុស្សជាច្រើនដឹងនឹងឮស្ទើរតែទូទាំងពិភពលោកដូចបានជម្រាបខាងដើមគឺសេះសមុទ្រពុកម៉ែបងប្អូនដែលធ្លាប់បានឃើញផ្ទាល់ឬតាមរយៈបណ្ដាញសង្គមក្តីក៏ប្រហែលជាបានដឹងពីរូបរាងរបស់សេះសមុទ្រនោះហើយគឺវាប្រៀបបានទៅនឹងខ្លួនសេះល្វែងលើក្នុងទំហំតូចៗដែលកំពុងតែរស់នៅក្នុងសមុទ្រហើយហែលយឺតជាងត្រីភាគច្រើនទៅទៀតពេលដល់រដូវបន្តពូជម្ដងសេះសមុទ្រឈ្មោលនិងញីនឹងចាប់ផ្ដើមសម្ព័ន្ធភេទនៅក្នុងទម្រង់រាយរាំជាមួយគ្នាជាច្រើនម៉ោងការរាំទាំងអស់នេះបានជួយឲ្យវាស្គាល់គ្នានិងធ្វើការបន្តពូជដ៏ជោគជ័យបន្ទាប់មកសេះសមុទ្រញីនឹងដាក់ពងចូលទៅក្នុងថង់រក្សាគភ៌ពិសេសដែលនៅលើពោះរបស់សេះសមុទ្រឈ្មោលថង់នេះមានឈ្មោះតាមបែបវិទ្យាសាស្ត្រថា brood pouch នៅក្នុងថង់នេះផងដែរសត្វឈ្មោលនឹងបង្កកំណើតនិងចិញ្ចឹមពងទាំងអស់នោះដោយវានឹងផ្គត់ផ្គង់អុកស៊ីហ្សែនគ្រប់គ្រងអំបិលនិងផ្ដល់សារធាតុចិញ្ចឹមមួយចំនួនពុកងាររបស់វាស្ទើរតែដូចស្បូនរបស់មនុស្សស្រីទៅហើយទស្សនិកជនដឹងទេរយៈពេលមានផ្ទៃពោះអាចមានចន្លោះពី2ទៅ4សប្តាហ៍គ្រប់ថ្ងៃត្រូវបង្កើតកូនទាំងអស់នោះចេញមកកាលណាសេះសមុទ្រឈ្មោលនឹងកន្ត្រាក់ខ្លាំងប្រៀបបានដូចមនុស្សស្រីកំពុងតែសម្រាលកូនយ៉ាងអញ្ចឹងកូនសេះសមុទ្ររាប់រយឬខ្លះអាចដល់ជាង 2000 ក្បាលនឹងត្រូវបានបញ្ចេញពីថង់នោះហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺក្រោយកើតភ្លាមៗកូនសេះសមុទ្រទាំងអស់នោះនឹងត្រូវរស់ដោយខ្លួនឯងតែម្ដង3នាគសមុទ្រឬ Sea Dragon មានអំបូរជិតស្និទ្ធបំផុតទៅនឹងសេះសមុទ្រ Sea Dragon ក៏ជាសត្វដែលឈ្មោលតម្រូវឲ្យពពោះនិងបង្កើតកូនដូចគ្នាដែរមើលចុះប្រិយមិត្តវាមានរូបរាងដូចស្លឹកឈើកំពុងបណ្ដែតខ្លួននៅក្នុងជម្រៅទឹកមួយដែលជួយលាក់ខ្លួនពីសត្រូវយ៉ាងងាយនិងមានប្រសិទ្ធភាពពួកវាមានច្រើនប្រភេទគួរសមហើយខុសពីសត្វសមុទ្របន្តិចត្រង់ថាវាមិនមានថង់ផ្ទុកកូននោះធំនោះទេដំណើរការនៃការបង្កកំណើតនោះគឺសត្វញីនឹងដាក់ពងទៅលើផ្នែកខាងក្រោមកន្ទុយរបស់សត្វឈ្មោលឯស្បែករបស់សត្វឈ្មោលនឹងក្លាយជាកន្លែងផ្ទុកពងរយៈពេលជាច្រើនសប្តាហ៍វានឹងថែរក្សាពងផ្ដល់អុកស៊ីហ្សែនរហូតដល់កូនញាស់ចេញដោយដំណើរការរបស់សេះសមុទ្រយ៉ាងនោះដែរ4ត្រីបំពង់ឬ pepfish ចេញពីត្រកូលតែមួយមិនឆ្ងាយពីអំបូរសត្វសមុទ្រខាងលើទេសត្វមួយប្រភេទចុងក្រោយនេះគឺមានឈ្មោះថាត្រីបំពង់ឬ pepfish វាគឺជាសាច់ញាតិជិតស្និទ្ធបំផុតរបស់សេះសមុទ្រដោយប្រភេទខ្លះមានថង់រក្សាស៊ុតបង្កកំណើតដូចសេះសមុទ្រឯខ្លះទៀតគ្រាន់តែមានផ្ទៃស្បែកបន្តិចពិសេសសម្រាប់ផ្ទុកពងតែម្ដងមិនសូវខុសគ្នាប៉ុន្មានពីអំបូរមុននោះទេឪពុករបស់ត្រីបំពង់ត្រូវបំពេញតួនាទីពិសេសនៅពេលដែលស៊ុតនៅជាប់ខ្លួនរបស់សត្វឈ្មោលគឺត្រូវការការពារពីមេរោគពីសត្រូវនិងការផ្លាស់ប្ដូរបរិស្ថានទម្រាំដល់ថ្ងៃកូនតូចៗអស់នោះកើតចេញមក5តើបាតុភូតចម្លែកនេះជាការដាក់ទោសពីធម្មជាតិឬយ៉ាងណា
មានចម្ងល់ជាច្រើនបានចោទសួរថាហេតុអ្វីមិនឲ្យសត្វញីជាអ្នកពពោះដោយប្រភេទសត្វផ្សេងៗទៅចម្លើយនឹងជាការសន្និដ្ឋានរបស់អ្នកវិទ្យាសាស្ត្រគឺជឿថាការចាយការងារបែបនេះធ្វើឲ្យការបន្តពូជកាន់តែមានប្រសិទ្ធភាពពោលគឺនៅពេលដែលសត្វឈ្មោលកំពុងផ្ទុកពងសត្វញីគឺអាចបង្កើតពងចំនួនថ្មីបានភ្លាមនោះមានន័យថាគូសត្វនីមួយៗអាចបង្កើតកូនបានច្រើនជាងធម្មតាលើសពីនេះទៅទៀតសត្វឈ្មោលអាចគ្រប់គ្រងបរិយាកាសឲ្យសមស្របនិងមានពេលវេលាគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់កូនចំនួនថ្មីនេះគឺជាយុទ្ធសាស្ត្រដ៏អាចកំបាំងមួយដែលធម្មជាតិបានបង្កើតរឿងរ៉ាវហួសពីការជឿរបស់មនុស្សយើងអស់រយៈពេលរាប់លានឆ្នាំមកហើយប៉ុន្តែបើសួរថាតើមានប្រភេទត្រកូលសត្វណាផ្សេងទៀតនៅលើផែនដីកំពុងអនុវត្តក្បួននៃការពពោះទៅឲ្យសត្វឈ្មោលបែបនេះដែរទេបច្ចុប្បន្នគឺនៅពុំទាន់មានប្រភពនៃអ្នកវិទ្យាសាស្ត្រណាអាចបញ្ជាក់បន្ថែមបាននៅឡើយទេទស្សនិកជនដឹងទេមានរឿងរ៉ាវពិសេសជាច្រើនផ្សេងទៀតណាស់ដែលមនុស្សយើងពុំធ្លាប់បានដឹងពីធម្មជាតិនិងសភាវៈរស់នៅលើផែនដីអស់ដូចនេះបើចូលចិត្តស្ដាប់និងទស្សនារឿងរ៉ាវពិសេសប្លែកៗថ្មីបន្ថែមទៀតរំខានពុកម៉ែបងប្អូនប្រិយមិត្តចុចប៊ូតុង Subscribe និងដាក់រូបកណ្ដឹងឲ្យ Admin Cute ម្នាក់មួយផងសូមអរគុណនិងជួបគ្នានៅក្នុងវីដេអូក្រោយ